បាទសួស្តីបងប្អូនចឹងថ្ងៃនេះខ្ញុំនិយាយតាក់ទងពីរថយន្តអគ្គិសនីម្ដងទៀតហើយបាទដោយសារតែខ្ញុំឃើញរថយន្តអគ្គិសនីបាទ brand Toyota ដែលសហការបាទជាមួយនឹងក្រុមហ៊ុន Toyota បោះនៅក្រុមហ៊ុននៅតម្លើងនៅចិនបងប្អូនបាទនិយាយទៅ Toyota ប៉ុន្តែនៅតម្លើងនៅចិនបាទដូចជា Kia EV5 អញ្ចឹងបងប្អូនបាទចឹងសិតតែជារថយន្តកំពុងតែពេញនិយមបាទហើយតម្លៃវាគឺតម្លៃសមរម្យសម្រាប់បងប្អូនអាចពិចារណានិងសម្រាប់ចិត្តប្រើប្រាស់រថយន្តអគ្គិសនីបាទ brand Toyota បាទចេញថ្មី2025ដែលខ្ញុំចាប់អារម្មណ៍មែនតើនោះគឺបាទ Toyota BZ3X បាទ2025បាទដែលមានរូបរាងខ្ពស់ស្អាត SUV ខ្នាតរាងធំបងប្អូនបាទធំទូលាយបាទហើយតម្លៃវិញចាប់ពី33,000ឡើងទៅបងប្អូនទៅតាម option នីមួយៗអញ្ចឹងបងប្អូនបាទអញ្ចឹងវានៅក្រោមស៊េរីពួក BZ4X បាទអញ្ចឹងការបំពាក់ touch screen អេក្រង់នៅខាងក្នុងគឺអេក្រង់កំសាន្តរហូតដល់ 14.5 អ៊ីងបងប្អូនបាទហើយ motor វាកម្លាំងបាទ150 គីឡូវ៉ាត់បាទហើយជិះចម្ងាយបងប្អូនអាចជិះបាទរហូតដល់តែ610គីឡូបងប្អូនអញ្ចឹងគឺអែមមែនតើបើនិយាយទៅបងប្អូនបាទហើយតម្លៃចាប់ពី 33,000 ឡើងទៅបាទហើយឃើញខាងការ៉ាស់មួយចំនួនគឺគាត់បានយកមកលក់ព្រោះមិនមែនជាបោះក្រុមហ៊ុន Toyota 100%ទេបងប្អូនអញ្ចឹងគឺជាការ corporate សហការនៅចិនបាទជាមួយនឹងមានក្រុមបាទ Toyota ជាមួយនឹងក្រុម GAC ដូចគ្នាបងប្អូនបាទគឺគេសហការគ្នាបង្កើតជារថយន្តបាទ Toyota BZ3X 2025បាទជារថយន្តនេះគឺខ្ពស់ខ្នាតរាងធំទូលាយបាទវាប្រហាក់ប្រហែលទៅនឹង Kia EV5 ដូចគ្នាបងប្អូនបាទជឿមានរូបរាងស្រស់ស្អាតមួយយ៉ាងម្នាក់សំខាន់ការប្រើប្រាស់រហូតដល់បាទបងប្អូនអាចបើកបររហូតដល់តែ610គីឡូម៉ែត្របាទទៅបងប្អូនសាកម្ដងបាទសាកវាម្ដងអញ្ចឹងបងប្អូនបាទអញ្ចឹងតើតរថយន្តនេះគឺស្រស់ស្អាតទាំងរូបរាងទាំងប្រព័ន្ធបច្ចេកវិទ្យាបាទគឺស្អាតមែនទែនបងប្អូនហើយក៏មានការ៉ាស់ជាច្រើនកំពុងតែនាំចូលមានអ្នកខ្លះគឺកាត់ដើម pre order ការ៉ាស់មួយចំនួនខ្លះក៏ចាប់ដើមមាន stock មួយហើយបងប្អូនបាទអញ្ចឹងខ្ញុំជឿជាក់ថារថយន្តនេះនឹងមានសន្ទុះនឹងមានការគ្រប់គ្រងខ្លាំងនៅលើទីផ្សារហើយតកតទៅនឹងការប្រើប្រាស់រថយន្តអគ្គិសនីឬមួយរថយន្តសាំងបងប្អូននិយាយទៅគឺឥឡូវនេះគឺយើងលែងគិតសង្កត់ថាតិចទៀតនឹងលែងគិត brand ចិន brand អីទៀតហើយដោយសារតែក្រុមហ៊ុនធំរបស់ចិនគឺកំពុងតែសម្រុកផលិតរថយន្តជាច្រើន brand ថ្មីជាច្រើនគឺគេលក់នៅលើទីផ្សារអាស៊ានឬមួយក៏ទីផ្សារអឺរ៉ុបអញ្ចឹងទាំងគុណភាពទាំងតម្លៃគឺគេនឹងព្យាយាមធ្វើឲ្យល្អឥតខ្ចោះឲ្យបងប្អូនមិនមែនគិតថាអូ brand របស់ចិនប្រើអត់កើតទេយើងផ្លាស់ប្ដូរអាផ្នត់កំណត់ហ្នឹងបងប្អូនណាដោយសារតែឥឡូវចិនកំពុងតែសម្រុកខ្លាំងមែនទែនសង្កត់ថាខ្លាំងជាងប៉ែកទីផ្សារបាទអឺរ៉ុបទៅទៀតដោយសារតើតើនឹងឡានអគ្គិសនីអញ្ចឹងបងប្អូនអញ្ចឹងតើតើនឹងការឆ្លាញ់របស់បងប្អូនឆ្លាញ់ក្រុមហ៊ុនមួយណាបាទចាប់អារម្មណ៍ក្រុមហ៊ុនមួយណាទំនុកចិត្តក្រុមហ៊ុនមួយណាហើយតើតើនឹងតម្លៃតើតើនឹងបច្ចេកវិទ្យាតើតើនឹងរូបរាងស្រស់ស្អាតរបស់បងប្អូនចាប់អារម្មណ៍បងប្អូនអាចប្រើប្រាស់សាកល្បងទៅពួកអីវាអត់មានត្រូវការបារម្ភទៀតទេតើតើនឹងគ្រឿងបន្លាស់ខ្ញុំជឿជាក់ថាក៏អត់ខ្វះដែរតែគេផលិតឡានមកហើយគឺគ្រឿងបន្លាស់គេគ្រប់គងគ្រប់គ្រាន់ហើយជាពិសេសបងប្អូនឡានចិនខុសពីឡានអឺរ៉ុបត្រង់អីឡានចិនគឺគេមានគ្រឿងច្រើនណាស់បងប្អូនសើចតែ app ក៏មានគ្រឿងគ្រប់គ្រាន់ដែរសើចតែ app ថាបៅ app អីទៅក៏គេមានគ្រឿងបន្លាស់សម្រាប់ឲ្យយើងកំងមកដែរតែបើឡានអឺរ៉ុបវាពិបាកទៀតបងប្អូនណាដល់តែក្រុមហ៊ុនផ្ទាល់អញ្ចឹងតម្លៃក៏វាថ្លៃដែរអញ្ចឹងការសម្រាប់បងប្អូនអាចបាទសម្រាប់ចិត្តបានបើសិនជាបងប្អូនចាប់អារម្មណ៍រថយន្តមួយណាអញ្ចឹងបងប្អូនអូខេអរគុណច្រើនបាទបើខ្វះខាតចំណុចណាបងប្អូនអាចខមមិនខាងក្រោមបានជាការចែករំលែកមតិយោបល់អញ្ចឹងបងប្អូនបាទអញ្ចឹងវីដេអូទាំងអស់នេះនាំមកជូនដោយបាទហាងលក់សម្លៀកពាក់កុមារទាន់សម័យ Rainbow Kids បាទអញ្ចឹងតើតើនឹងបងប្អូនដែលចង់បានបាទតើឈុតត្រៀមសម្រាលសម្រាប់ baby បាទសម្រាប់ប្រើប្រាស់ baby អាចទំនាក់ទំនងខាងហាងម៉ាក់ឆ្លាញ់កូនបានបងប្អូនបាទហើយបើបងប្អូនបាទលក្ខណៈលំហែពេជ្រនិចចូលចិត្តបែបកៅអីពេជ្រនិចបាទលក្ខណៈបោះតង់បែបដាក់លីលិចអាចទំនាក់ទំនងខាងហាងបាទ Travel Camp បាទអូខេអរគុណច្រើនបាទបាយបាយ